សួស្តីអ្នកទាំងអស់គ្នាបាទជាងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនៅរឿងព្រេងនិទានទេពតាបុរាណឈិនម៉ូនៅភាគទី6បន្តទៀតបើសិនជាអ្នកទាំងនេះចង់លើកទឹកចិត្ត admin អាចប៉ាកាហ្វេ admin នៅលើអេក្រង់នេះបាទគឺខ្ញុំដាក់នៅលើនឹងស្រាប់តែម្ដងអញ្ចឹងចូលមកដល់សាច់រឿងរបស់យើងតែម្ដងទៅឈិនម៉ូបានចងចាំនៅបណ្ដាំរបស់លោកតាលោកយាយរបស់ខ្លួននឹងដែលធ្លាប់ប្រាប់គាត់ទៀតថាតាំងតែពីយូរលង់ណាស់មកហើយគណៈពេលគាត់នៅក្នុងភូមិបាទគឺមានមនុស្សជួយចិត្តសម្លឹងមើលពលឺនៅពេលរាត្រីនៅឯទឹកដីដាច់ស្រយាលមួយនេះតែពលឺនេះគេហៅថាផ្កាយនឹងឯងហើយដើមឡើយគឺមាននៅអាទិទេពបុរាណចំនួន4ក្នុងនោះមានដូចជានីអាស៊ូខ្លាសបាក់សីក្រហមរួមជាមួយនឹងដាវខ្មៅផងដែរដាវខ្មៅនេះដែរគឺមានលក្ខណៈអស្ចារ្យមួយយ៉ាងបានបង្កើតនៃកាឡាក់ស៊ីដ៏ធំស្កឹមស្កៃមួយក្រោយមកក៏ភពងងឹតក៏បានមកដល់ក៏ធ្វើឲ្យអាទិទេពរួមជាមួយនឹងផ្កាយទាំងអស់ក៏បានរលាយបាត់ពីទឹកដីដាច់ស្រយាលមួយនេះតែចុងក្រោយអាទិទេពទាំងអស់នោះក៏បានបន្សល់នៅរូបសំណាកថ្មតំណាងឲ្យពួកគេបន្សល់ទុកនៅទីនេះគឺរូបសំណាកអាទិទេពរួមជាមួយនឹងខ្លាមួយក្បាលនៅក្នុងភូមិកាន់ឡៅរបស់ពួកគេនឹងឯងអ្នកខ្លាគេនិយាយថាអាទិទេពនឹងបានបោះបង់ចោលនៅទឹកដីដាច់ស្រយាលមួយនេះចុះហេតុអីបានជាពួកគេនឹងបានបន្សល់ទុកនៅរូបសំណាកដើម្បីមកការពារនៅភូមិឬក៏ទឹកដីដែលស្រយាលនេះទៅវិញនេះគឺមានអ្នកអាចកំបាំងជាច្រើនដែលឈិនម៉ូនឹងចង់ស្វែងយល់ឲ្យអស់លុះព្រះស្រយាបានរះឡើងសារជាថ្មីនឹងជាឃើញថាសត្វចម្លែកទាំងអស់នោះក៏បានត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញហើយអបិគូរួមជាមួយនឹងចបិឈិងនោះក៏គិតថាដល់ពេលដែលត្រូវបញ្ចប់ជីវិតរបស់ឈិនម៉ូហើយឈិនម៉ូថាកន្លែងនេះគឺមិនអនុញ្ញាតឲ្យមានការវាយគ្នានោះទេបើសិនជាវាយគ្នាស្មើនឹងធ្វើជាសត្រូវនៃសត្វចម្លែកនៅទីនេះតែចបិឈិងនឹងក៏តទៅវិញទៀតថាខ្ញុំមិនទាន់វាយឯងនោះទេខ្ញុំរងចាំឲ្យសត្វចម្លែកនេះចាក់ចេញពីរូនបុរាណនេះជាមុនសិនចាំមើលតើមានអ្នកណាអាចការពារឯងតទៅទៀតទៅឈិនម៉ូផិតភ័យជាខ្លាំងគាត់ដឹងថាគាត់មិនទាន់ដាស់ឡើងនៅរាងកាយអំណាចរបស់គាត់នៅឡើយនោះទេដូច្នេះក៏មិនអាចទប់ទល់ជាមួយនឹងពួកវាដល់ទៅ2ក្បាលនឹងពេលតែមួយនោះឡើយហើយបើសិនជាអត់មានការការពារពីសត្វចម្លែកទាំងអស់នោះគាត់អាចជាត្រូវពួកវាសម្លាប់អញ្ចឹងគាត់អាចជាធ្វើអ្វីមួយយ៉ាងអញ្ចឹងទៅក៏បានបាញ់យកជាពីមកគ្រាប់តែគ្រាប់នោះដូចជាគ្រាប់បាយផ្សែងអញ្ចឹងផ្ទុះឡើងហុយពេញទីនោះវាផ្សែងនិរស័តបាត់ទៅនោះវាព្យាយាមស្វែងរកឈិនម៉ូតែបាត់ខ្លួននៅឈឹងជាបែកឈិងនេះក៏បានឃើញសមោរបស់ឈិនម៉ូនឹងគឺរត់នៅពីក្រោយខ្នងសត្វចម្លែកទាំងអស់នោះពួកគេក៏ត្រៀមចាត់ការទៅហើយនឹងក៏សិស្សច្បងមកខ្លួននឹងក៏បានចូលមករៀបរៀងរងចាំឲ្យសត្វចម្លែកទាំងអស់នោះចាក់ចេញទៅសិនពួកគេនឹងចូលទៅចាត់ការឈិនម៉ូដោយផ្ទាល់តែម្ដងឈិនម៉ូកំពុងតែឡើងលើខ្នងនៃសត្វចម្លែកមួយក្បាលខណៈពេលដែលពួកវាកំពុងតែលោតដេញតាមពីក្រោយអាពស់នោះក៏បានបន្ថែមលបឿនយ៉ាងលឿនទៅជាមួយនឹងឈិនម៉ូទោះជាយ៉ាងណាក៏ដោយពួកវាមិនអាចឲ្យឈិនម៉ូរបូតទៅម្ដងទៀតនោះទេវាក៏បានបញ្ជាឲ្យចបិឈិងនឹងទៅកាក់មុខឈិនម៉ូបន្ទាប់មកវានឹងទៅចាត់ការឈិនម៉ូនៅតាមក្រោយនាងក៏បានហក់ទៅមុនតែម្ដងតែតាមពិតទៅអបិនេះគឺខូចខ្លាំងណាស់វាដូចជាចង់ធ្វើបាបនៅសិស្សប្អូនរបស់វាអញ្ចឹងគឺវាទៅឈោមើលនៅផ្នែកមួយមិនជួយពួកគេនោះទេដល់ពេលនោះចបិឈិងនេះក៏បានលោតជើងធាក់ឈិនម៉ូមួយទំហឹងតែឈិនម៉ូក៏បានហក់ផុតរាងកាយរបស់ពស់នោះក៏បានស្លាប់បាត់ស្មារតីខ្ទាតទៅមកខាងបាត់ទៅគាត់មានអារម្មណ៍ថាហេតុអីក៏ជើងរបស់នាងខ្លាំងដល់ថ្នាក់នេះខ្លាំងជាងប្រុសទៀតទាត់ឲ្យស្រួលផងចាយប្រយ័ត្នគេឃើញឈិនម៉ូព្យាយាមហក់ពីខ្នងសាទពីម្ខាងទៅម្ខាងអាងទៅឈិនម៉ូមិនទាន់ដាស់ឡើងនៅអំពីយងព្រលឹងអញ្ចឹងនាងក៏មានអាការហ្នឹងដាក់យោបាទគ្មានបណៃដៃនោះទេឈិនម៉ូក៏ចាប់ផ្ដើមគិតអំពីជើងរបស់នាងគឺលឿនខ្លាំងមែនទែនដល់ពេលដែលផ្លែដើមមួយហោះឆាបមកគាត់បន្តិចនាងក៏បានថែមមួយជើងទៀតដាក់ឡើងផ្លោងទៅកឹងមកហើយគាត់ក៏បាននឹកឃើញទៅដល់សម្ដីរបស់លោកតាខ្វិនរបស់គាត់អំពីនិយាយអំពីស្នៀតជើងរួចមេឃរបស់គាត់គឺគ្មានគូប្រៀបនោះទេបើប្រៀបធៀបជាមួយនឹងវិជាគុណនៃជើងដតីទៀតគាត់ក៏សាឡបងប្រើប្រាស់នៅវិជាគុណជើងរួចមេឃរបស់លោកតាខ្លួនដែលបានបង្រៀននោះចាប់ផ្ដើមទាត់ទៅលើនាងក្នុងពេលនោះតែទាត់មិនចូលទៅសក៏សាឡបងម្ដងទៀតរហូតដល់ធ្វើជើងរបស់នាងចាប់ផ្ដើមប្រេះឆ្អឹងនៅខាងក្នុងក៏បានដកមកវិញយ៉ាងលឿនចាប់ផ្ដើមញ័រទៅត្រើតតែម្ដងលក្ខណៈថារៀងឈឺដែរបាទធ្លាប់តែមើងងាយគេឈិនម៉ូជើងរបស់គាត់រឹងជាងនាងទៅទៀតក៏បានចូលទៅសារជាថ្មីដាក់ចំកណ្ដាលពោះហើយនឹងកណ្ដាលជាការកើមួយទំហឹងដាក់លំផ្ងាក្រោយយើងក៏សាឡបងប្រើនៅដែររបស់ខ្លួនដើម្បីចាត់ការវិញបាទព្រោះតែជើងមើលទៅវាយមិនឈ្នះនោះទេតែកាប់មិនត្រូវក៏ស៊ីមួយជើងរបស់ឈិនម៉ូធ្លាក់ទៅខាងក្រោយទៀតតែនេះមិនទាន់ងាប់នោះឡើយក៏បានស្រែកហៅនៅសិស្សច្បងគូរបស់ខ្លួនឲ្យជួយខ្លួនផងតែវាឈោមើលធម្មតាទៅវិញមិនខ្វល់ខ្វាយជាមួយនឹងនាងតតែសោះតែនាងត្រូវស្លាប់ក្នុងពេលនេះហើយឬក៏ចឹងមែនយើងវាក៏និយាយទៀតថាឲ្យខ្ញុំសុំទោសផងសើបអូនឈិងនេះដោយសារតែឯងខ្វះសមត្ថភាពខ្លួនឯងនោះទេ
អាបែបនេះថោកទាបខ្លាំងមែនទែនជាសិស្សច្បងគេម្នាក់ក៏ប៉ុន្តែធ្វើទាំងធ្វើបែបនេះទៅវិញបាទវាក៏បានបញ្ជាដែរជាចាត់ការឈិនម៉ូក៏បានហក់ទៅខាងក្រោយគាត់គិតថាមើលទៅគាត់មិនអាចយកឈ្នះនៅស្នៀតដែររបស់វាបាននោះទេដែលវាអាចគ្រប់គ្រងនៅដាវពីចម្ងាយបានក៏បានបន្ថែមល្បឿនរត់ទៅខាងមុខផ្លែដាវនោះនៅតែឆាបគាត់វិចំកដាលកញ្ចឹងកខណៈពេលដែលវាកំពុងតែវិភាគយ៉ាងខ្លាំងនឹងគាត់ក៏បាននឹកឃើញទៅដល់សម្ដីរបស់លោកតាលោកយាយរបស់ខ្លួនដែលធ្លាប់បង្រៀនទៀតថាគឺគាត់អាចបញ្ចូលនៅធម្មពលសំខាន់របស់គាត់នឹងចូលទៅក្នុងវត្ថុអ្វីមួយដើម្បីបញ្ជាវាដូចជាអបិគូដែលគ្រប់គ្រងនៅដាវហោះពីចម្ងាយអញ្ចឹងក៏ប៉ុន្តែធម្មពលសំខាន់របស់គាត់គឺបានដាស់ឡើងរៀងទីពេកបានអញ្ចឹងគាត់បញ្ចូលវាបានត្រឹមតែ 1.3 ឈីតែប៉ុណ្ណោះជួយទៅក្នុងមេឈើមួយនោះហើយក៏ចាប់ផ្ដើមលើកនៅមេឈើនោះទប់ទល់ជាមួយនឹងដាវរបស់វាតែដោយសារតែផ្នែកខ្លះហ្នឹងគឺមិនទាន់ផ្ទុកនៅធម្មពលសំខាន់អញ្ចឹងមិនអាចយកឈ្នះដាវនោះបានទេក៏ត្រូវវាកាត់ផ្ដាច់ភ្លាមនៅសល់ចុងមេឈើអាកុលហ្នឹងគឺប្រមាណទឹកទៀតតែប៉ុណ្ណោះក៏បានបង្ខំចិត្តគណៈពេលដែលមកសាជាថ្មីក៏បានលើកនៅអាចុងដែលផ្ទុកនៅធម្មពលសំខាន់នោះទៅទប់ទល់បានដោយជោគជ័យធ្វើវាភ្ញាក់ខ្លាំងមែនទែនគឺត្រឹមតែមួយយប់តែប៉ុណ្ណោះដែលឈិនម៉ូនឹងទទួលបាននៅធម្មពលសំខាន់ដែលចេញពីរានាំងនៃអំពីយងព្រលឹងរបស់គាត់នោះដាក់បញ្ចូលទៅក្នុងមេឈើទប់ទល់ជាមួយនឹងដាវរបស់វាទោះបីជាដាវរបស់វារឹងប៉ុណ្ណាក៏មិនអាចយកឈ្នះគាត់បានដែរមានអារម្មណ៍ថារឹងមាំខ្លាំងមែនទែនអ្នកទាំងពីរក៏បានខ្ទេចទៅម្ខាងម្នាក់ឈិនម៉ូក៏បាននឹកឃើញទៅដល់វិជាគុណកັບជ្រូកនៃស្នៀតទី1របស់លោកតាកັບជ្រូករបស់ខ្លួនបានក៏កសាលបងប្រើប្រាស់នៅស្នៀតមួយដែលឲ្យឈ្មោះថាការវិឆ្មក់រីត្រីនៅក្នុងភ្លៀងខ្យល់ចាប់ផ្ដើមបើការវិបហាយ៉ាងខ្លាំងក្លាក្នុងពេលនោះជាងឃើញថាពលឺនៃឈើរបស់គាត់ដូចជាផ្លែដាវអញ្ចឹងឡងសាយពេញទីនោះតែវានៅតែអាចប្រើដាវដើម្បីទប់ទល់បានឈិនម៉ូហក់ទៅក្រោយបន្តិចវាចាប់ផ្ដើមបញ្ជានៅដាវចេញពីស្រោមខ្សែជាថ្មីឡំពតឈិនម៉ូចាប់ផ្ដើមចាត់ការម្ដងទៀតក្នុងពេលនោះគាត់លើកនៅមេឈើរបស់គាត់វាសម្រុកចូលក៏ធ្វើឲ្យបែកនោះលន់មាត់ទៀតថាហេតុអីក៏វាលឿនដល់ថ្នាក់នេះសូម្បីតែដាននៃការវិភាគរបស់ឈិនម៉ូក៏វាចាប់មិនទាន់ផងមានអាការល្អក៏ឈិនម៉ូបំបាយទៅខាងមុខលើកនៅមេឈើរបស់ខ្លួនចាត់ការមួយទំហឹងវាយឡើងបែបផ្កាភ្លើងពេញទីនោះឈិនម៉ូក៏បានរកឃើញនៅចំណុចខ្សោយរបស់វាហើយក៏បានឈ្មោះទៅខាងមុខដាក់ចំកដាលឆ្អឹងជនីបាក់ប្រមាណកង់ថែមចំកដាលកញ្ចឹងកហើយនឹងជើងហើយនឹងដៃធ្វើវារងនឹងការជិះចាប់ខ្លាំងមែនទែនឈិនម៉ូក៏បានលើកថែមទៀតវាក៏បានកិច្ចទាន់វាគិតថាឈិនម៉ូដូចជាចង់ប្រើនៅឈើនេះដើម្បីសម្លាប់វាហើយវាក៏បានបញ្ជានៅដាវមកម្ដងទៀតតែឈិនម៉ូកិច្ចទាន់ដាក់មួយដំបងចំកដាលមុខមួយទំហឹងអួតឈាមយ៉ាងខ្លាំងថែមពីដំបងទៀតលើដៃហើយនឹងមុខគណៈពេលដែលចប៉ែឈៀងនេះគឺមិនទាន់ស្លាប់នៅឡើយនោះទេឈិនម៉ូគឺដាក់គ្មានបណ្ដៃដែរនោះទេទោះបានបន្តិចទៀតនឹងគាត់ក៏ដឹងទៀតថាធម្មពលរបស់គាត់គឺខ្សោះពីខ្លួនហើយនេះគឺជាលីមីតរបស់គាត់មិនអាចបន្តទៀតនោះទេក៏បានថែមមួយដំបងទៀតចំកដាលមុខរហូតដល់ជ្រុះដាវចេញពីដៃឈិនម៉ូក៏ចាប់ផ្ដើមស៊ីសើព្រោះតែធម្មពលសំខាន់របស់គាត់ថយចុះយ៉ាងខ្លាំងវាគិតថាឈិនម៉ូអស់ធម្មពលហើយវាក៏ចាត់ការគាត់ក្នុងពេលនោះឈិនម៉ូក៏បាននឹកឃើញទៅដល់សម្ដីរបស់លោក JC បើសិនជាឈិនម៉ូបាត់បង់នៅអាកាសគាត់នឹងត្រូវស្លាប់មិនខាននោះទេអញ្ចឹងឈិនម៉ូគិតថាទោះបីជាពេលនេះគាត់មិនមាននៅធម្មពលសំខាន់ក៏ដោយគាត់នឹងរកវិធីផ្សេងដើម្បីសម្លាប់វាទាល់តែបានគណៈពេលដាវឆ្ពោះមករោមកគាត់អោនចុះទាំងក្រោមបន្តិចហក់ទៅខាងក្រោយលើកនៅឈើនោះចាក់ចំបំពង់កតែម្ដងផ្ដាច់យកជីវិតភ្លាមតែមុននឹងស្លាប់នោះវាក៏លាន់មាត់ទៀតថាហេតុអីក៏វាត្រូវបញ្ចប់ជីវិតបែបនេះជាងកាយក៏ខ្ទាតទៅម្ខាងស្លាប់វេទនាខ្លាំងមែនទែននេះហើយលទ្ធផលដែលមើលស្រាលគេបាទចបែកឈីងនេះក៏នៅទីនោះដែរតែនេះមិនព្រមជួយសិស្សច្បងរបស់ខ្លួននេះទេដែលធ្វើបាបនេះដាក់នាងហើយនាងក៏មិនបោះបង់ផែនការក្នុងការតាមសម្លាប់ឈិនម៉ូដូចគ្នាជារួមអាក្រក់ប៉ះអាក្រក់វាសំជួបបែបនេះឈិនម៉ូក៏បានចេញមកកណ្ដាលនៅឯរូនបុរាណនេះហើយតែគាត់អស់កម្លាំងខ្លាំងមែនទែនចបែកនោះក៏បានមកដល់តាមក្រោយទៀតលើកដាវតម្រង់ទៅរកគាត់ឈិនម៉ូចាប់ផ្ដើមពិតភ័យគាត់ដឹងថាគាត់ត្រូវរបួសធ្ងន់ធ្ងរខ្លាំងមែនទែនគាត់ពិតជាមានអារម្មណ៍ឈឺខ្លាំងណាស់ហើយធម្មពលក៏អត់មានសេះសល់សូម្បីតែបន្តិចចបែកនោះដូចជាបាក់ជើងមកខាងតែនៅប្រឹងដើរអូសជើងមកចាហៀងទៅរកឈិនម៉ូទៀតពិតជាខូខើមែនលើកដាវចាក់មួយឆ្វាច់វិប៉ះបំពង់កគាត់ហើយក៏ត្រូវបញ្ឈប់ចរណាក្នុងពេលនោះតែម្ដងតែតាមពិតទៅគឺលោក JC បានមកទាន់គាត់បានប្រើនៅសរសៃក្រហមរបស់គាត់នឹងចងនៅដាវរបស់នាងជាប់តែគាត់ជួយអីមិនបាននោះទេឈិនម៉ូភ័យឲ្យជាខ្លាំងតែតាមពិតទៅគឺលោកជ័យបានមកដល់ហើយមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែលោកតារបស់គាត់គឺមកទាំងអស់តែម្ដងពួកគេក៏បាននិយាយថាខ្លួនគឺជាអ្នកចិញ្ចឹមបីបាច់ឈិនម៉ូដោយផ្ទាល់ហើយនេះគឺជាលើកទី1ក្នុងជីវិតរបស់ពួកគេដែលចេញពីភូមិមកព្រមគ្នាតែម្ដងដើម្បីរកឈិនម៉ូប្រាប់កុំឲ្យឈិនម៉ូនឹងបារម្ភអីជាពេលនោះគឺមិនហ៊ានធ្វើឲ្យឈិនម៉ូនោះទេងាកទៅខាងក្រៅក៏បានឃើញលោកតាលោកជ័យរបស់គាត់នៅទីនោះចាប់ផ្ដើមភ័យខ្លួនណាបាទធ្វើបាបចៅគេនេះក៏បានសួរអំពីគ្រូរបស់ខ្លួន
តាណាអស់ហើយលោកយេស៊ីក៏ប្រាប់ទៀតថាខ្ញុំបានធ្វើយកពួកគេធ្វើជាសម្លៀកបំពាក់ថ្មីរបស់ខ្ញុំអស់ហើយធ្វើនេះផិតភ័យជាខ្លាំងវាមិនអាចទៅរួចនោះទេនេះក៏ចាប់ផ្ដើមស៊ីសើលើកដើរកាប់ទៅលើលោកយេស៊ីតែកាប់មិនចូលបានបន្ទាប់មកក៏លោកតាកាប់ជ្រូកនោះក៏បានដាក់ពីក្រោយមួយកំបិតគាត់មានអារម្មណ៍ថាធុញទ្រាន់ខ្លាំងពេកបាទប្រហើយតែម្ដងទៅជាងកាយក៏ឆេះទៅដល់ដាតភ្លើងនៃកំបិតរបស់គាត់មិនសេសសល់សំបីតែសម្លៀកបំពាក់ឈិនមកក៏សួរទៅកាន់លោកតារបស់ខ្លួនថាមកពីនេះមកតាំងពីកាលគាត់ថាគឺមកតាំងតែពីពេលដែលឯងវាយនៅលើខ្នងសัตว์នឹងឯងឈិនមកជាឲ្យជាខ្លាំងហើយគាត់គិតថាការកាប់របស់ឈិនមកគឺនៅខ្វះខាតដល់ឡើយឈិនមកកាប់ទៅតែបាន5476កបិតតែប៉ុណ្ណោះដើម្បីសម្លាប់នៅអបិគូអញ្ចឹងគាត់ទៅតែហ្វឹកហាត់បន្ថែមទៀតឈិនមកក៏ដឹងទៀតថាអ្នកទាំងអស់គ្នាសិតតែបានឃើញអំពីការបញ្ជូតរបស់ខ្លួនតែម្នាក់ឯងហេតុអីក៏មិនជួយខ្លួនអញ្ចឹងគាត់វានឹងស្លាប់ទៅហើយលោកតាខ្វាក់នឹងក៏បានលើកដំបងភ្ជុំទៅកាន់ឈិនមកទាំងដែលឈិនមកឈរនៅម្ខាងគឺធ្វើឲ្យពួកគេនឹងចាប់ផ្ដើមសើចចំអកឈិនមកប្រាប់ថាលោកតាខ្ញុំនៅទីនេះនោះទេពេលខ្លះដំរីជើង4គង់តែមានផ្លាត់ទៅបានលោកតាមេភូមិគឺចេះដឹងច្រើនខ្លាំងមែនទែនក៏ដឹងអំពីវិជាកូនកាប់ជ្រូករបស់លោកតាកាប់ជ្រូកដែរតែតាមពិតទៅវិជាកូនរបស់លោកតាកាប់ជ្រូកគឺជាវិជាកូនប្រយុទ្ធនឹងឯងហើយបើនិយាយអំពីសញ្ញានៃការគ្រប់គ្រងដែររបស់អបិគូម្នាក់នោះក៏ជាវិជាកូនប្រយុទ្ធដែរសិតតែប្រើប្រាស់ដៃទាំងអស់ហើយវាកើតចេញពីការរួមបញ្ចូលរវាងធម្មពលសំខាន់ចូលទៅក្នុងដាវហើយគាត់តម្រូវឲ្យឈិនម៉ូនឹងគឺប្រើប្រាស់នៅអាវុធដើម្បីរួមបញ្ចូលនៅធម្មពលសំខាន់ចូលទៅក្នុងដាវឲ្យធ្វើឲ្យធម្មពលនៃការវិភាគនេះកាន់តែខ្លាំងក្លាឡើងដូចជាការជ្រៀកកំទេចភ្នំនៅខាងមុខអញ្ចឹងហើយបើនិយាយអំពីការគ្រប់គ្រងដាវនៃមនុស្សមកពីប៉ាតលេលីសិតតែជាវិជាកូនប្រយុទ្ធដូចគ្នាគ្រាន់តែវារកឃើញនៅបច្ចេកទេសថ្មីដើម្បីប្រើប្រាស់នៅខ្សែនោះគឺតំណាងឲ្យខ្សែនៃធម្មពលសំខាន់នឹងឯងដែលជួយអាចឲ្យវានឹងគ្រប់គ្រងនៅដាវពីចម្ងាយបានវាអាចបត់បែនបានគ្រប់កលៈទេសៈក៏ប៉ុន្តែវានៅតែមានផលប៉ះពាល់ដដែលកម្លាំងរបស់វាគឺចុះខ្សោយអញ្ចឹងចំណុចទាំងអស់នោះក៏វាពឹងផ្អែកទៅលើធម្មពលសំខាន់ដូចគ្នាឈិនមកក៏ដឹងថាពេលនេះគឺគាត់មិនទាន់បានអាចប្រើប្រាស់នៅវិជាកូនកាប់ជ្រូកពេញលេញនៅឡើយនោះទេដោយសារតែគាត់មិនទាន់បានដាស់ឡើងនៃរាងកាយអំណាចរបស់គាត់ហើយធម្មពលសំខាន់របស់គាត់ក៏នៅខ្វះខាតដល់ឡើយទៀតលោកតាមេភូមិក៏យល់ពីអ្វីដែលឈិនម៉ូនិយាយដែរអញ្ចឹងទៅលោកជេស៊ីក៏បានចូលមកលួងលោមឈិនម៉ូទោះបីជាគាត់មិនទាន់បានដាស់ឡើងនៅអំពីជងពលឹងក៏ដោយចឹងហើយណាគាត់ក៏អាចយកឈ្នះនៅអបិគូដែលឈានទៅដល់ដំណាក់កាលអំពីជងពលឹងអាចចាត់ទុកថានេះគឺអស្ចារ្យទៅហើយនៅពេលមួយទោះបីជាទីប្រឹក្សានៃអធិរាជនៃស្ដេចយានកាងគឺជាអ្នកខ្លាំងដែលខ្លាំងជាងលោកតាលោកយាយរបស់គាត់ទៅទៀតខ្លាំងជាងគេនៅក្នុងពិភពមួយនេះក៏ប៉ុន្តែខ្សោយជាងអតិថិម្នាក់តែប៉ុណ្ណោះហើយនៅពេលដែលឈិនម៉ូអាចដាស់ឡើងនៅអំពីជងពលឹងបានសូម្បីតែទីប្រឹក្សានៃអធិរាជជានកាងក៏មិនមែនជាដៃគូរបស់ឈិនម៉ូដែរឈិនម៉ូសប្បាយចិត្តជាខ្លាំងអញ្ចឹងគាត់បញ្ញាប់ដាស់ឡើងនៅរាងកាយអំណាចរបស់គាត់នឹងឲ្យកាន់តែលឿនបំផុតហើយក៏បានសុំនៅឈាមសัตว์ពលឹងអំពីលោកតាថ្នាំពឺបន្ថែមទៀតដោយសារតែគាត់ខានផឹកមួយថ្ងៃទៅហើយអញ្ចឹងគាត់ត្រៀមរួចជាស្រេចដើម្បីឈិនម៉ូមិនចាំពេលយូរឈិនម៉ូក៏បានអកផឹកយកតែម្ដង4កែវដាក់ឡើងមកក៏ចាប់ផ្ដើមប្រើប្រាស់នៃវិជាកុននៃគ្រាប់ថ្នាំទាំង3រាងកាយអំណាចរបស់គាត់ប្រមូលផ្ដុំនៃធម្មពលឈិនម៉ូបានរកឃើញនៅវិធីហ្វឹកហាត់ពិសេសមួយគឺការរត់ធម្មតាគេហ្វឹកហាត់ដោយតាំងសមាធិតែឈិនម៉ូវិញបើជាហ្វឹកហាត់ដោយរត់ទៅវិញគឺគាត់រត់កាន់តែលឿនការ recover នៃធម្មពលសំខាន់របស់គាត់ក៏កើនឡើងកាន់តែលឿនរួមជាមួយនឹងវិជាកុនគ្រាប់ថ្នាំទាំង3នៃរាងកាយអំណាចរបស់គាត់ផងដែរឈិនម៉ូរត់លឿនខ្លាំងមែនទែនធម្មពលរបស់គាត់ក៏កាន់តែកើនឡើងអញ្ចឹងទៅលោកតាយាយក៏បាននាំគ្នារត់ដេញតាមឈិនម៉ូពួកគេក៏ដឹងទៀតថាធម្មពលសំខាន់របស់គាត់កំពុងតែរត់នៅពេញរាងកាយនេះគឺជាការកម្ដៅនៃរាងកាយហើយវិជាគុណរបស់គាត់ទី1គឺឈានទៅដល់ដំណាក់កាលអំពីយងពលឹងនៅពេលនេះគឺគាត់អាចបញ្ចេញនៅកណ្ដាប់ដៃកូនទេរបស់គាត់បានហើយនេះជាសម្ដីរបស់លោកតាម៉ាលោកតាខ្វិនក៏បាននិយាយអំពីការរត់នៅលើខ្យល់របស់គាត់ផងដែរនៅពេលដែលគាត់រត់ដល់ដែនកំណត់នោះលក្ខណៈថាពងទៅត្រេកអរជាមួយនឹងធម្មពលសំខាន់របស់ខ្លួនបាទភ្លេចខ្លួននៅជើងក៏បានរអិលជើងធ្លាក់មកខាងក្រោមវិញវិសនឹងបាក់កងាប់ដោយសារតែភ្លេចខ្លួនរបស់គាត់នឹងឯងគឺថាឈិនម៉ូរត់កាន់តែលឿនទៅហើយពួកគេដឹងទីថាការកម្ដៅនៃរាងកាយរបស់គាត់កំពុងតែកើនឡើងហើយតើមុនពេលដែលគាត់ដាស់ឡើងនៅអំពីជងពលឹងនោះពិសាខ្លះខ្ញុំគិតថាអាចជាអ្នកនេះពិបាកនឹងការយល់បន្តិចតែព្យាយាមស្ដាប់ទៅមិនយូរទេអ្នកនេះនឹងឈួតនឹងការនោះឡើយជ័យលេងទេបាទព្រោះថារឿងនេះបើនិយាយអំពីការហ្វឹកហាត់អវិជ្ជាកូនគឺប្លែកពីជាងរឿងផ្សេងទៀតលោកតាខ្វិនគិតថារាងកាយអំណាចរបស់ឈិនម៉ូគឺអស្ចារ្យខ្លាំងមែនទែនគឺអស្ចារ្យជាងរាងកាយមនុស្សធម្មតាទៅទៀតឬក៏គេហៅថារាងកាយពលឹងនឹងឯងតែឈិនម៉ូឡើងប្រឡាក់ប្រឡូកពេញខ្លួនលោកតាគាត់មានអារម្មណ៍ថាស្អុយខ្លាំងណាស់ឈិនម៉ូស្រែកថាលោកតាឈប់សិនចាំខ្ញុំផងពួកគេនៅតែបន្តរត់តាមឈិនម៉ូធម្មពលសំខាន់របស់គាត់កាន់តែកើនឡើងលោកយាយស៊ីក៏ពេញចិត្តជាខ្លាំងអញ្ចឹងឈិនម៉ូគិតថាដល់ពេលហើយគាត់ត្រូវបំបែកនៅរនាំងនៃអំពីជងពលឹងនៅក្នុងសមុទ្រនៃគូក្បាលរបស់គាត់ក៏ចាប់ផ្ដើមសូត្រនៅ
ធម៌របស់បិសាចអញ្ចឹងនៅពេលដែលគាត់សូត្រគឺអក្សរពណ៌ខ្មៅគឺតំណាងឲ្យវេទមន្តរបស់បិសាចនឹងលេចឡើងចេញពីខ្លួនប្រាណរបស់គាត់ហើយបើសិនជាអក្សរពណ៌មាសឬក៏ពណ៌សនោះគឺតំណាងឲ្យធម៌របស់អាទិទេពបរិសុទ្ធវិញក៏ចាប់ផ្ដើមសូត្រវេទមន្តរបស់បិសាចក្នុងពេលនោះក៏លេចទៅកាន់នៅក្នុងសមុទ្រនៃគូក្បាលរបស់គាត់មើលទៅដូចជារលកនៃទឹកយ៉ាងខ្លាំងអញ្ចឹងដែលក៏ទទួលបានការពវៈមុននឹងឯងបន្ទាប់ពីសម្លេងនៃអាទិទេពបរិសុទ្ធហើយនឹងសម្លេងរបស់បិសាចបានប៉ះគ្នានឹងគាត់ក៏បានចេះនៅវិជាកូនមួយនេះគាត់ក៏ចាប់ផ្ដើមសូត្រអក្សរនៃវេទមន្តនោះក៏ចាប់ផ្ដើមបំបែកនៅរនាំងនៃអំពីចុងព្រលឹងរបស់គាត់តែទោះបីជាលើកនេះខ្លាំងក្លាជាងមុនយ៉ាងណាក៏ដោយនៅតែមិនអាចបំបែកនៅរនាំងនោះបានរាងកាយរបស់គាត់ក៏បានបំផើងឲ្យខ្ទាតមកក្រោយវិញគាត់មានអារម្មណ៍ថាធម៌ពលសំខាន់របស់គាត់អាចជានៅមិនទាន់គ្រប់គ្រាន់ដល់ឡើយនោះទេអញ្ចឹងគាត់នឹងប្រមូលផ្ដុំវាចូលតែមួយដើម្បីបំបែកនៅរនាំងនោះម្ដងទៀតឈិនមុខក៏បាននឹកឃើញទៅដល់ជាកូនក្របឋានទឹក3នៃរាងកាយអំណាចដែលលោកតាមេភពនឹងបានបង្រៀនគាត់នឹងប្រមូលផ្ដុំនៃធម៌ពលសំខាន់ដែលបានបែកខ្ញែកគ្នានឹងទៅជាធម្មពលរួមមួយដែលធ្វើឲ្យកម្លាំងនៃរលកទឹកនេះគឺកើនឡើងខ្លាំងជាងមុនអញ្ចឹងអាទឹកសមុទ្រនេះគឺខ្ញុំធ្លាប់ប្រាប់ហើយគឺតំណាងឲ្យធម្មពលសំខាន់របស់គាត់នៅពេលដែលគាត់កំពុងតែរត់កាន់តែលឿនអក្សរពណ៌សដែលតំណាងឲ្យសម្លេងរបស់អាទិទេពបរិសុទ្ធគឺគាត់ប្រើប្រាស់នៅសម្លេងរវាងអាទិទេពហើយនិងបិសាចរួមបញ្ចូលគ្នាទៅមួយបន្ទាប់មកគាត់ក៏បានលោតចូលទៅក្នុងទឹកនៅពេលនោះដែរធម្មពលនៃសម្លេងទាំងពីរក៏បានត្រូវបញ្ចូលគ្នាបង្កើតទៅជារលកទឹកព្យុះឡើងកក្រៅពេញទីនោះមានអារម្មណ៍ថាសាហាវខ្លាំងមែនទែនវាធ្វើឲ្យលោកតាមេភូមិភ្ជាប់ឲ្យជាខ្លាំងជាមួយនឹងការរួមបញ្ចូលនៃបិសាចហើយនិងអាទិទេពហើយពួកគេមិនដែលបង្រៀនឈានមកពីមុនមកនោះទេតែគាត់ចេះមកពីណាទៅស្អីនឹងពេលនេះក៏ស្ដីតែប៉ុណ្ណេះសង្ឃឹមថាមានអ្នកជួយប៉ាកាហ្វេខ្ញុំបានហើយខ្ញុំសន្យាថានឹងធ្វើដល់ចប់ភាគតែម្ដង